កាលពីព្រេងនាយមានជនពីរញាក់ប្តីប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាយកប្រាក់30ទម្លឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្នេចក៏ចេះតែមិនចូលចិត្តលុដាឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតាមម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាជាដឹងប្រដៅចៃផងតាចាស់ឆ្លើយថាតាមានរបៀន3បុត្រតម្លៃ30ទម្លឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចោះពូកែណាបុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពឹកដៃផ្ទៃឆ្អាតដេកយឹបកុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ទម្លឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បុត្រនោះចាំស្ទាត់រត់មាត់តាចាស់ប្រាប់ថាបែចៅកាន់របៀនទាំង3បុត្រនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បុត្រនោះចប់តែតាមផ្លូវមកពុំមានភ្លេចលុះបែរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មោះមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បុត្រនោះហើយចេះតែជួយលៀងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនៅក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនាយសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យបុរសនេះរកស៊ីតទៅលុះបោកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោលពាសុទ្ធតាចំណីស្រាបាយទុកឲ្យយៈវាមកស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពឺដៃផ្ទៃឆ្អាតដេកយប់គុំនិយាយនឹងស្រីឃ្លានគុំអាលស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលឺធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលុបមើលលុកដល់ថ្ងៃត្រង់យ៉ាក់មកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយ៉ាក់ថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយ៉ាក់វិញហើយយ៉ាក់កាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលកលែមបុរសឃើញយ៉ាក់ភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បុត្រហើយគិតថាបើអញស្រែកក្រែងយ៉ាក់លឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវះឡើងយ៉ាក់ភ័យណាស់រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមចិន្តាយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទើបនិយាយបានប្រពន្ធចេះតែអោបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់គុំនិយាយនឹងស្រី
ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បុត្រហើយត្រឡប់មកវិញដល់កណ្ដាលផ្លូវបានដំបងវាយឯងទៀតប្រពន្ធសួរថាឯងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមចន្ទាយកថ្មគ្របថាហើយក៏ដេកលួទៅសាហាយលូបស្ដាប់ឮហើយក៏ទៅក្រោមចន្ទាឬយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងលើបុរសនោះរលឹកពីដេកចោះទៅរកដំបងពុំឃើញក៏ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញទាល់តែអញប្រាប់ឥឡូវនេះមនុស្សឮវាលួចយកដំបងបាត់ហើយប្រពន្ធឮហើយដឹងថាសាហាយលួចក៏មិនស្ដីដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចៅឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាអាកំភើលតាំងពីដូនតាមកនរណាដែលឃើញដំបងវាយឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់ណាមឿនថាមែនបានគេថាមានប្រឡាយបានទឹកវាហូរមានសម្រាមបានឆ្កែវាជុះអស់ណាមឿនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានព្រះបន្ទូលប្រាប់បុរសថាណើយវិលទៅផ្ទះចុះកាលណាអញប្រើអាគេទៅហៅសឹមមកបុរសនោះប្រទូលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាជថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាជសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអមយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាជនិងណាមឿនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវើទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអម្ដេចជីវិតទ្រង់ព្រះរាជទានប្រេងនេះមកប្រក់ទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលៀបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលៀបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធឮប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលៀបផងដូច្នោះអរពុនពេកដោយពុំដែលដឹងគល់ជាគេចាប់ក៏យកប្រេងទៅឲ្យសាហាយផងហើយបណ្ដាគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុបបន្តិចទៅស្ដេចទ្រង់ធុំក្រអូមប្រេងនោះទ្រង់ខ្សឹបបាប់ណាមឿនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាជដែលមើលល្ខោនទាំងប៉ុន្មានបើធុំក្លិនប្រេងក្រអូមយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់ណាមឿននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធុំសោះធុំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលៀបប្រេងក្រអូមទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងទៅរំហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកបល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបុរសនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសាហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសាហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសាហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាក់ធัวទោសបុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសុំទោសហើយក៏ប្រគល់ទាំងផ្ទះសម្បៈអ៊ុយទាំងប្រពំឲ្យទៅសាហាយនោះទាំងអស់ដោយពុំមានខឹងអីឡើយប្រុសសាហាយនោះអរណាស់សំពះសុំទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏មិនព្រមទ្រង់មានព្រះបន្ទូលថាដំបងវាយឯងនេះថ្លៃណាស់ទ្រង់ព្រះរាជអនុញ្ញាតឲ្យបែកឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អំបាលនោះទៅឃើញកំបិតបន្ទាស់មួយចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ
ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអីទេតែអស់ណាមើងគេត្មាស់ទេដៀលបុរសនោះថាជាមនុស្សឆោតប្រាក់មៀមិនយកទៅយកឯកំបិតច្រេះស៊ីបុរសនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យណាមើម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅជួនត្រូវលើវេនចៅហ្វ័រទៅដេកថ្វាយស្ដេចកាប់ចៅហ្វ័រនោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅសួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏កូនប្រពន្ធលោកយំរាល់គ្នាដូច្នោះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថា